ការប្រើប្រាស់នៅកម្មវិធី Adobe Audition 2022 ដែលយើងអាចធ្វើការប្រើប្រាស់ក៏ដូចជាការបង្កើតនៅសាច់ភ្លេងដែលបងប្អូនអាចចង់ធ្វើជាវីដេអូបែប relaxing ហើយយើងធ្វើជានីតិវែង1ម៉ោងឬក៏កន្លះម៉ោងឬក៏2ម៉ោងដែលយើងអាចប្រើប្រាស់នៅកម្មវិធី Adobe Audition 2022 បាទជាដំបូងខ្ញុំបានធ្វើការបើកនៅកម្មវិធីរួចរាល់ហើយយើងត្រូវរកមើលនៅពាក្យ multi track ត្រង់ចំណុចកន្លែងនេះគឺយើងបានធ្វើការបង្កើតនៅ multi track section ថ្មីយើងធ្វើការចុចនៅ OK បាទអញ្ចឹងអ្វីដែលយើងត្រូវមានគឺត្រូវមានជាសាច់ភ្លេងដូចជាចម្រៀងឬក៏សាច់ភ្លេងបែបខ្លុយដែលយើងចង់ធ្វើបែបវីដេអូបែប relaxing ដើម្បីធ្វើការបង្ហោះចូលនៅក្នុង channel YouTube យើងអាចប្រើប្រាស់កម្មវិធីនេះបានបាទបន្តមកទៀតគឺយើងបានធ្វើការខ្ញុំបានធ្វើការអូសចូលនៅក្នុងកម្មវិធី Adobe Audition រួចរាល់ហើយយើងត្រូវរកមើលនៅពាក្យ Enable Remix បាទខ្ញុំធ្វើការคลิกបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះកំពុងតែ analyzing នៅសាច់ភ្លេងរបស់យើងបាទអញ្ចឹងនៅត្រង់កន្លែង target duration គឺជានាទីដែលយើងចង់បានអញ្ចឹងខ្ញុំយក60នាទី1ម៉ោងបាទខ្ញុំ enter បាទគឺឃើញថារួចរាល់អញ្ចឹងអ្វីដែលយើងចង់ save យកសាច់ភ្លេងយើងគ្រាន់តែធ្វើការចុចនៅពាក្យ file យើងរកមើលនៅពាក្យ import export បាទបន្តមកទៀតយើងត្រូវធ្វើការរកមើលនៅពាក្យ multi track mid down យើងរកមើលនៅពាក្យ entry section ត្រង់ចំណុចកន្លែងនេះគឺជា folder name ដែលយើងធ្វើការកំណត់ឬក៏ទីតាំងដែលយើងបានធ្វើការទុកដាក់នៅឯកសារខ្ញុំដាក់នៅក្នុង user MSI document ខ្ញុំfile name របស់ខ្ញុំ16បាទខ្ញុំអូខេបាទអញ្ចឹងកំពុងតែធ្វើការ exporting multi track mid down បាទគឺរួចរាល់អញ្ចឹងយើងចូលទៅរកមើលនៅកន្លែង document 16បាទនេះបាទអញ្ចឹងឃើញថានាទីដែលខ្ញុំបានធ្វើការបង្កើតនេះគឺបាន1ម៉ោងចុច12វិនាទីបាទអញ្ចឹងគឺឃើញថាងាយស្រួលបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបង្ហាញអំពីរបៀបការយកនៅសាច់ភ្លេងដែលយើងចង់បាននាទីវែងដើម្បីធ្វើជាវីដេអូបែប relaxing គឺវាមានភាពងាយស្រួលដែលយើងអាចប្រើប្រាស់នៅកម្មវិធី Adobe Audition 2022បាទអរគុណដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ